អង្គការ NASA ប្រើឧបករណ៍សម្គាល់រ៉ែដើម្បីស្វែងយល់ពីអាកាសធាតុនៅភពអង្គារបុរាណភពអង្គារឬ Mars គឺជាភពដែលបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សអស់ជាច្រើនសតវត្សពណ៌ក្រហមរបស់វាបរិយាកាសស្ងួតនិងទេសភាពដូចវាខ្សាច់បានធ្វើឲ្យមនុស្សគិតថាវាជាពិភពស្ងប់ស្ងាត់និងគ្មានជីវិតប៉ុន្តែក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះការស្រាវជ្រាវរបស់អង្គការ NASA និងអង្គការអវកាសផ្សេងៗបានបង្ហាញថាភពអង្គារមិនតែងតែជាពិភពត្រជាក់និងស្ងួតដូចសពថ្ងៃទេកាលពីអតីតកាលវាអាចធ្លាប់មានទន្លេបឹងសមុទ្រនិងបរិយាកាសក្រាស់ដែលអាចគ្រប់គ្រងជីវិតបានដើម្បីស្វែងយល់អំពីអាកាសធាតុបុរាណរបស់ភពអង្គារ NASA បានប្រើឧបករណ៍វិទ្យាសាស្ត្រជាច្រើនក្នុងចំណោមឧបករណ៍ទាំងនោះឧបករណ៍សម្គាល់រ៉ែឬ Mineral Detection Instruments គឺមានសារៈសំខាន់ខ្លាំងឧបករណ៍ទាំងនេះអាចវិភាគថ្មដីនិងស្រទាប់រ៉ែដើម្បីស្វែងរកភស្តុតាងថាតើនៅអតីតកាលភពអង្គារមានទឹកឬបរិយាកាសបែបណាការសិក្សារ៉ែគឺដូចជាការអានប្រវត្តិសាស្ត្ររបស់ភពរ៉ែខ្លះកើតឡើងតែក្នុងបរិស្ថានសើមខណៈដែលរ៉ែខ្លះកើតឡើងក្នុងបរិយាកាសស្ងួតឬអាស៊ីតខ្លាំងដូច្នេះតាមរយៈការសិក្សារ៉ែអ្នកវិទ្យាសាស្ត្រអាចដឹងថាភពអង្គារធ្លាប់មានអាកាសធាតុបែបណានិងថាតើវាអាចធ្លាប់មានជីវិតឬអត់ហេតុអ្វីបានជា NASA ចាប់អារម្មណ៍លើភពអង្គារភពអង្គារគឺជាភពដែលស្រដៀងផែនដីជាងគេក្នុងប្រព័ន្ធព្រះអាទិត្យវាមានរដូវមានភ្នំមានជ្រលងនិងមានទឹកកកនៅប៉ូលទោះបីបរិយាកាសរបស់វាស្តើងនិងត្រជាក់ខ្លាំងក៏ដោយក៏វានៅតែជាគោលដៅសំខាន់សម្រាប់ការស្វែងរកជីវិតក្រៅផែនដី NASA ចាប់ផ្ដើមបេសកកម្មទៅកាន់ភពអង្គារតាំងពីសតវត្សទី20ដំបូងគឺការបញ្ជូនយានហោះកាត់បន្ទាប់មកមានយានចុះចតនិងរថយន្តរ៉ូបូតគោលបំណងសំខាន់គឺស្វែងរកភស្តុតាងអំពីទឹកនិងជីវិតបុរាណការស្រាវជ្រាវបានបង្ហាញថាកាលពីជាង 3000 លានឆ្នាំមុនភពអង្គារអាចមានទន្លេនិងបឹងរូបភាពពីអវកាសបង្ហាញពីជ្រលងដែលមើលទៅដូចផ្លូវទឹកនេះធ្វើឲ្យអ្នកវិទ្យាសាស្ត្រជឿថាអាកាសធាតុរបស់វាកាលពីមុនអាចកក់ក្ដៅនិងសើមជាងសប្តាហ៍ថ្ងៃរ៉ែគឺជាវត្ថុធាតុធម្មជាតិដែលកើតឡើងក្នុងលក្ខខណ្ឌផ្សេងៗនៅលើផែនដីអ្នកភូកុវិទូប្រើរ៉ែដើម្បីសិក្សាប្រវត្តិសាស្ត្រភូមិសាស្ត្រ NASA ក៏ប្រើវិធីដូចគ្នានេះលើភពអង្គាររ៉ែខ្លះកើតឡើងតែក្នុងវត្តមានទឹកឧទាហរណ៍ដីឥដ្ឋនិង sulfate minerals ត្រូវការទឹកដើម្បីបង្កើតប្រសិនបើ NASA រកឃើញរ៉ែទាំងនេះនៅលើភពអង្គារនោះវាជាភស្តុតាងថាទឹកធ្លាប់មាននៅទីនោះការសិក្សារ៉ែមិនត្រឹមតែប្រាប់អំពីទឹកទេវាក៏អាចបង្ហាញពីសីតុណ្ហភាពកម្រិតអាស៊ីតនិងសម្ពាធបរិយាកាសផងដែរដូច្នេះរ៉ែគឺជាកំណត់ហេតុធម្មជាតិរបស់ភពបេសកកម្ម Mars Reconnaissance Orbiter គឺជាបេសកកម្មដ៏សំខាន់មួយវាត្រូវបានបញ្ជូនទៅភពអង្គារនៅឆ្នាំ2005 MRO មានឧបករណ៍ឈ្មោះ Compact Reconnaissance Imaging Spectrometer for Mars ឧបករណ៍នេះអាចសម្គាល់រ៉ែពីអវកាស Chris M បានរកឃើញដីឥដ្ឋនិងរ៉ែ Sulfate នៅតំបន់ជាច្រើននេះជាភស្តុតាងថាភពអង្គារធ្លាប់មានទឹកក្នុងរយៈពេលយូរនៅឆ្នាំ2004 NASA បានបញ្ជូនរថយន្ត Robot Spirit និង Opportunity ទៅភពអង្គារ Opportunity បានរកឃើញ Hematite ដែលជារ៉ែមួយកើតឡើងក្នុងទឹកវាក៏បានរកឃើញស្រទាប់ថ្មដែលបង្ហាញថាទឹកធ្លាប់ហូរនៅទីនោះ Spirit ក៏បានរកឃើញសញ្ញានៃទឹកក្តៅនិងប្រព័ន្ធ Hydrothermal នេះបង្ហាញថាភពអង្គារអាចធ្លាប់មានបរិស្ថានស្រដៀងតំបន់ភ្នំភ្លើងលើផែនដី Curiosity និងការសិក្សាបឹងបុរាណ Curiosity ត្រូវបានបញ្ជូនទៅ Gale Crater នៅឆ្នាំ2012គោលដៅសំខាន់គឺស្វែងរកថាតើតំបន់នេះធ្លាប់អាចគ្រប់គ្រងជីវិតឬអត់ Curiosity មានឧបករណ៍ Chemin ដែលអាចវិភាគរ៉ែយ៉ាងលម្អិតវាបានរកឃើញដីឥដ្ឋដែលកើតឡើងក្នុងទឹកមាន pH សមស្របសម្រាប់ជីវិតការរកឃើញនេះសំខាន់ណាស់ព្រោះវាបង្ហាញថាភពអង្គារមិនត្រឹមតែមានទឹកទេប៉ុន្តែមានបរិស្ថានដែលអាចរស់នៅបាន Curiosity ក៏បានរកឃើញសារធាតុសរីរាង្គក្នុងថ្មផងដែរទោះបីវាមិនមែនជាភស្តុតាងជីវិតក៏ដោយវាបង្ហាញថាភពអង្គារមានគ្រឿងផ្សំសម្រាប់ជីវិត Perseverance និងការស្វែងរកជីវិតបុរាណPerseverance គឺជារថយន្តរ៉ូបូតទំនើបបំផុតរបស់ NASA ដែលបានចុះចតនៅ Jezero Crater ក្នុងឆ្នាំ2021 Jezero Crater ត្រូវបានជ្រើសរើសព្រោះវាធ្លាប់ជាបឹងបុរាណនៅទីនោះមានដី sedimentary ដែលអាចរក្សាទុកសញ្ញាជីវិត Perseverance មានឧបករណ៍ PISL និង Cialog ដែលអាចសិក្សារ៉ែនិងសារធាតុសរីរាង្គក្នុងកម្រិតតូចបំផុត NASA សង្ឃឹមថាគំរូដែល Perseverance ប្រមូលនឹងត្រូវយកត្រឡប់មកផែនដីនៅអនាគតអាកាសធាតុបុរាណរបស់ភពអង្គារតាមរយៈការសិក្សារ៉ែ NASA បានសន្និដ្ឋានថាភពអង្គារកាលពីអតីតកាលខុសពីសពថ្ងៃខ្លាំងភពដែលធ្លាប់មានទឹករ៉ែដីឥដ្ឋនិង Sulfate បង្ហាញថាទឹកធ្លាប់មានយ៉ាងទូលំទូលាយមានភស្តុតាងនៃទន្លេបឹងនិងប្រហែលសមុទ្របរិយាកាសក្រាស់ដើម្បីឲ្យទឹករាវមានស្ថិរភាពភពអង្គារត្រូវការបរិយាកាសក្រាស់ជាងសពថ្ងៃ NASA ជឿថាកាលពីមុនវាមានកាបូនឌីអុកស៊ីតច្រើនភពដែលកក់ក្ដៅជាងមុនរ៉ែខ្លះបង្ហាញថាសីតុណ្ហភាពធ្លាប់កក់ក្ដៅគ្រប់គ្រាន់សម្រាប់ទឹករាវការប្រើឧបករណ៍សម្គាល់រ៉ែរបស់ NASA បានបើកទ្វារថ្មីមួយក្នុងការយល់អំពីភពអង្គារតាមរយៈការសិក្សារ៉ែអ្នកវិទ្យាសាស្ត្របានរកឃើញថាភពក្រហមមួយនេះធ្លាប់មានទឹកបរិយាកាសក្រាស់និងអាកាសធាតុកក់ក្ដៅជាងសពថ្ងៃរ៉ែបានក្លាយជាសោសម្រាប់ដោះស្រាយអតីតកាលរបស់ភពពួកវាបង្ហាញថាភពអង្គារមិនមែនជាពិភពស្លាប់តាំងពីដើមឡើយប៉ុន្តែវាអាចធ្លាប់ជាពិភពដែលអាចគ្រប់គ្រងជីវិតបានបេសកកម្មរបស់ NASA ដូចជា Curiosity និង Perseverance កំពុងបន្តស្វែងរកចម្លើយថ្មីៗប្រហែលនៅថ្ងៃណាមួយមនុស្សអាចរកឃើញភស្តុតាងជាក់ស្ដែងថាជីវិតធ្លាប់មាននៅលើភពអង្គារការស្រាវជ្រាវទាំងនេះមិនត្រឹមតែជួយយល់អំពីភពក្រហមទេប៉ុន្តែវាក៏ជួយឲ្យមនុស្សយល់អំពីប្រភពកំណើតនៃជីវិតនិងទីតាំងរបស់យើងនៅក្នុងចក្រវាឡដ៏ធំអស្ចារ្យ